កអីដាំពេជ្រគ្រីស្តាល់មហាកម្រតម្លៃ$50,000ខ្ទេចត្រឹមមកប្រព្រឹត្តភ្នែកដោយសារប្តីប្រពន្ធជារង្គាំមួយគូនេះគ្មានទំនួលខុសត្រូវអីសុំមិនបន្តិចនៅតែធ្វើ still ថតអង្គុយនៅលើកៅអីដាំពេជ្រដែលគេដាក់តាំងក្នុងសារមន្ទីរអីណាដល់ហើយជ្រុលខ្លួនអង្គុយលើកៅអីឡើងបាត់ប្រពន្ធឃើញអញ្ចឹងក៏បញ្ញាប់គ្រាប្តីឡើងឲ្យដើរចេញធ្វើដូចគ្មានរឿងអីកើតឡើងអញ្ចឹងនេះគង់តែបានកាមេរ៉ា CCTV បាញ់ចំកន្លែងតាំងកៅអីនោះទេគង់អីគ្មានបានឃើញពីទង្វើដោយសារធ្វើប្រហែសរបស់ប្តីប្រពន្ធមួយគូនេះហ្មងមែនតើកៅអីនោះគឺជារបស់កម្រណាស់ដែលគេធ្វើតាមគំរូកៅអីរបស់វិចិត្រករល្បីក្នុងប្រវត្តិសាស្ត្រ Vincent van Gogh ឆ្នៃដាំសុទ្ធតែពេជ្រគ្រីស្តាល់ Swarovski បើតម្លៃឲ្យបានបញ្ជាក់តួលេខច្បាស់ហេតែបើតាអ្នកវិភាគគាត់ប៉ាន់ស្មានថាប្រហែល$50,000នោះហើយត្រូវបានគេយកវាមកដាក់តាំងនៅក្នុងសារមន្ទីរនៅប្រទេសអ៊ីតាលីគួរឲ្យស្ដាយឥឡូវខ្ទេចក្រោមគូតបុរសម្នាក់នេះបាត់ខាងសារមន្ទីរក៏បានប្តឹងប៉ូលីសហើយហួសចិត្តចំពោះទង្វើប្តីប្រពន្ធនេះសុំទោសតែបន្តិចក៏អត់សុខចិត្តគេចវេះពីកំហុសមិនដឹងជាខ្លាចអីម្ចាស់សារមន្ទីរបាននិយាយថាកៅអីគឺវាអាចជួសជុលតបភ្ជាប់វាវិញបានតែទោះមិនក៏ដោយគឺវាមិនអាចដូចដើមបានទេអញ្ចឹងបានថាទៅដល់ណាក៏ដោយជាពិសេសកន្លែងដាក់តាំងវត្ថុបុរាណវត្ថុកម្រក្នុងនាមជាភ្ញៀវយើងត្រូវតែគោរពប្រយ័ត្នប្រយែងគុណនឹងពីរបែកបាក់របស់គេមិនស្រួលទេខ្មាស់គេហើយខាត់លុយសងគេទៀតហើយរបស់មួយមិនមែនថោកទេណាសុទ្ធតែថ្លៃម៉ឺនលានអីហ៎អ្នកទាំងអស់គ្នាយកឃើញយ៉ាងណាដែរចំពោះទង្វើរបស់ប្តីប្រពន្ធមួយគូនេះពួកគាត់ធ្វើត្រូវឬក៏ធ្វើខុស